បញ្ហាស្រត់ស្បូនមានរោគសញ្ញាដូចម្ដេចខ្លះតើតើនឹងបញ្ហានៃការស្រត់ស្បូនរោគសញ្ញាទី1គឺយើងមានអារម្មណ៍មួយថាឈឺអួលធ្លាក់មកខាងក្រោមមានអារម្មណ៍ថាមានសាច់ដុំអីមួយយ៉ាងទៅទ្វារមាសរបស់យើងតែម្ដងពេលដែលយើងធ្វើការលូតដៃចូលទៅត្រឹមមួយថ្នាំងដៃឃើញប៉ះសាច់ដុំទៅលើទ្វារមាសរបស់យើងឬក៏ត្រឹមមួយកន្លែងដៃនេះឃើញប៉ះសាច់ដុំមួយយ៉ាងនៅលើទ្វារមាសរបស់យើងគឺមានន័យថាគឺស្បូនរបស់យើងគឺស្រត់មកខាងក្រោមតែម្ដងគឺអាចថាស្រត់ស្បូនដំណាក់កាលទី1ចាហើយមានអារម្មណ៍ថាឈឺអួលលើថ្ងាសឈឺផ្នែកខាងក្រោមនៃពោះឬក៏ចុករយចង្កេះចាអាហ្នឹងរោគសញ្ញាទី1រោគសញ្ញាទី2មានអារម្មណ៍ថាការបត់ជើងតូចរបស់យើងគឺញឹកឧស្សាហ៍បត់ជើងតូចហើយការបត់ជើងតូចគឺរអាក់រអួលជ្រែកជ្រោយលោកណាឈឺបត់ហើយបត់តិចហើយក៏ឧស្សាហ៍ឈឺបត់ជើងតូចសញ្ញាទី3គឺពាក់ព័ន្ធជាមួយនឹងមានផលរំខានទៅដល់ការបត់ជើងធំចាហើយនឹងលឺសូរសំឡេងខ្យល់ចេញពីទ្វារមាសដោយសំឡេងផោមចានឹងគឺជារោគសញ្ញាទី3មានអារម្មណ៍ថាលឺសូរសំឡេងពេលដែលយើងដើរលឺសូរសំឡេងភីភុះឬក៏យើងពេលយើងកេងនៅជាមួយនឹងដៃគូមានលឺសូរសំឡេងខ្យល់ចេញពីទ្វារមាសដោយសំឡេងផោមចានឹងគឺជារោគសញ្ញាទី3ចារោគសញ្ញាទី4គឺមានអារម្មណ៍ថាឈឺនៅម្ដុំអាងតាគៀមានអារម្មណ៍ថាឈឺម្ដុំអាងតាគៀចុករយចង្កេះមានអារម្មណ៍ឈឺខ្លាំងហើយចុករយចង្កេះខ្លាំងតែម្ដងហើយរោគសញ្ញាទី5គឺមានអារម្មណ៍ថាមានការធ្លាក់ទឹករំអិលឬក៏មានការធ្លាក់សហើយមានបញ្ហាលមាស់មានបញ្ហាក្លិនមកតាមទ្វារមាសរបស់យើងតែម្ដងហើយជួនកាលអាចមានបញ្ហារលាកមាត់ស្បូនអាចមានបញ្ហាក្តៅឬក៏ឈឺក្នុងស្បូនថែមទៀតចាជួនកាលមានការរំខាននៅពេលដែលយើងនៅមួយដៃគូអត់មានអារម្មណ៍ចង់គេនេះវាពាក់ព័ន្ធជាមួយនឹងបញ្ហានៃការស្រត់ស្បូនអញ្ចឹងបើសិនជាបងស្ត្រីមានរោគសញ្ញាដូចដែលខ្ញុំលើកឡើងគឺបងស្ត្រីមានអាការៈសង្ស័យទៅលើស្រត់ស្បូននេះបញ្ញាធ្វើការពិគ្រោះនិងពិភាក្សានិងព្យាបាលទៅលើបញ្ហាទាំងអស់ហ្នឹងពួកអីបើសិនជាបងប្អូនទុកឲ្យបញ្ហាស្រត់ស្បូនឈានដល់ដំណាក់កាលទី2ឬក៏ទី3អាហ្នឹងវាអាចវិវត្តទៅជាបញ្ហាស្បូនលូនឬក៏ស្បូនលាន់អាចប្រឈមមុខមួយការវះកាត់ស្បូនចេញចាអញ្ចឹងគឺវាមានផលប៉ះពាល់មែនទែនទៅដល់សពពីស្បូនអញ្ចឹងបងស្ត្រីដែលគាត់ចង់ធ្វើការដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងឆាប់រួចរាល់មួយការដោះស្រាយកុំបណ្ដាត់បណ្ដោយទុកយូរចាអរគុណ